ការភាពរីករាយអាចយើងអាចរកឃើញនៅក្នុងភាពស្ងៀមស្ងាត់ចាយើងនៅស្ងៀមស្ងាត់យើងនៅជាមួយម្នាក់ឯងនៅជាមួយខ្លួនឯងយើងរកឃើញនៅភាពរីករាយចម្លែកចារីករាយដែលជាក្តីសុខពិតចេញពីដួងចិត្តបរិសុទ្ធរបស់យើងចាពេលយើងនៅស្ងប់ស្ងាត់ម្នាក់ឯងបងប្អូនរកឃើញភាពរីករាយនៅក្នុងការនៅស្ងប់ស្ងាត់នៅឲ្យមានអារម្មណ៍ថារីករាយមានក្តីសុខខ្លាំងមែនទែនអញ្ចឹងបងប្អូនពេលដែលយើងនៅម្នាក់ឯងយើងនៅជាមួយនឹងខ្លួនឯងបងប្អូនអាចរកឃើញភាពរីករាយដ៏អស្ចារ្យចេញពីខ្លួនបងប្អូនចាការពិតទៅយើងនៅម្នាក់យើងម្នាក់តែងតែស្វែងរកការភាពរីករាយនៅខាងក្រៅកន្លែងអ៊ូអរចាតាមការពិតភាពរីករាយដែលពិតប្រាកដគឺនៅក្នុងខ្លួនរបស់យើងគឺការនៅម្នាក់ឯងពេលដែលបងប្អូននៅម្នាក់ឯងបានបងប្អូនមានក្តីសុខមានស្នាមញញឹមមានភាពជឿជាក់មានភាពក្លាហានមានគោលដៅច្បាស់លាស់ចារកឃើញខ្លួនឯងថាយើងជាអ្នកណាស្គាល់ខ្លួនឯងច្បាស់អាចធ្វើអ្វីៗបានមានភាពក្លាហានមានភាពអស្ចារ្យលែងខ្លាចលែងរអាបងប្អូនចាពេលរកឃើញខ្លួនឯងយ៉ាងពិតប្រាកដបងប្អូនមានភាពមានក្តីសុខមានភាពស្នាមញញឹមមានភាពរីករាយមានភាពជឿជាក់ចាជឿជាក់លើគោលដៅជឿជាក់លើសេចក្តីប្រាថ្នាជឿជាក់លើអ្វីៗនៅជុំវិញខ្លួនរបស់យើងចាពេលដែលស្គាល់ខ្លួនឯងច្បាស់យើងយល់ពីជីវិតចាយល់ពីជីវិតយល់ពីបទពិសោធន៍ដែលយើងកំពុងតែជួបពីបទពិសោធន៍នៃជីវិតរបស់យើងម្នាក់ៗចាអ្នកណាក៏មានដែរបងប្អូនចាមនុស្សយើងគ្រប់គ្នាគឺត្រូវតែមានបទពិសោធន៍តូចធំទៅតាមរៀងៗខ្លួនចាជួបដូចគ្នាចាប៉ុន្តែយើងត្រូវតែរីករាយនឹងទទួលយកបញ្ហាទាំងអស់នោះចាព្រោះដោយសារយើងអាចកិច្ចវេះបាននេះចក្រវាលត្រូវការឲ្យយើងផ្លាស់ប្ដូរចាពីមួយឋានៈទៅមួយឋានៈយើងមិនអាចរស់នៅដដែលពេញមួយជីវិតបាននេះចាបងប្អូនយើងត្រូវតែមានការផ្លាស់ប្ដូរមានការគិតចានិយាយទៅបងប្អូនភាពអស្ចារ្យគឺចេញពីខ្លួនយើងជាមនុស្សដែលអាចសាងបានគ្រប់យ៉ាងបង្កើតបានគ្រប់យ៉ាងគឺម្នាក់អ្នកណាក៏មានភាពអស្ចារ្យមានភាពខ្លាំងរៀងៗខ្លួនតែអត់ស្គាល់ដោយសារយើងអត់ដឹងថាខ្លួនយើងជាអ្នកណាអត់បានយល់ដឹងពីខ្លួនយើងអត់ដែលបានចាប់អារម្មណ៍តាមដានចិត្តគំនិតការគិតការនិយាយរបស់យើងចាអត់ស្គាល់ខ្លួនឯងចាពេលដែលបងប្អូននៅស្ងប់ស្ងាត់បានបងប្អូននឹងទទួលបានក្តីសុខមួយយ៉ាងអស្ចារ្យចេញពីដួងចិត្តពីនៅជាមួយខ្លួនឯងក្នុងការនៅជាមួយខ្លួនឯងយើងធ្វើឲ្យយើងមានអារម្មណ៍ថារីករាយមានក្តីសុខមានស្នាមញញឹមមានភាពជឿជាក់មានភាពក្លាហានហើយមានអ្វីដែលអស្ចារ្យចេញពីខ្លួនយើងគឺថាល្អខ្លាំងមែនទែនឲ្យយើងមានគោលដៅច្បាស់លាស់ឲ្យយើងមានគំនិតច្នៃប្រឌិតគំនិតអ្វីប្លែកៗចាអញ្ចឹងបងប្អូនអរគ្នាគួរតែងាកមកមើលខ្លួនឯងចាប់អារម្មណ៍ការគិតការនិយាយអារម្មណ៍របស់យើងកំពុងតែយ៉ាងម៉េចចាបងប្អូនបដោតទៅលើអ្វីបងប្អូននឹងទទួលបាននោះយ៉ាងពិតប្រាកដចាភាពរីករាយស្នាមញញឹមមិនថាបងប្អូនចង់បានអ្វីទេអញ្ចឹងបងប្អូនប្រាប់ខ្លួនឯងទៅចាចង់បានក្តីសុខនិយាយខ្លួនឯងថាយើងមានក្តីសុខមានភាពសុខសមមានភាពរីកចម្រើនចាមានស្នាមញញឹមចាគឺថាញញឹមឲ្យខ្លួនឯងរៀងរាល់ថ្ងៃចាមិនថាជួបបញ្ហាអីទេត្រូវតែញញឹមទទួលយកគ្រប់បញ្ហាគ្រប់បទពិសោធន៍ដែលយើងកំពុងតែជួបចាបងប្អូនរឿងរ៉ាវគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើងគឺអស្ចារ្យខ្លាំងមែនទែនអញ្ចឹងពេលដែលបងប្អូនរកឃើញខ្លួនឯងបងប្អូននឹងយល់ច្បាស់ពីជីវិតរបស់យើងម្នាក់គ្រប់គ្នាចាបទពិសោធន៍គឺមានរៀងៗខ្លួនអ្នកណាក៏មានអ្នកណាក៏ជួបចាអញ្ចឹងបងប្អូនគ្នាជួបបញ្ហាជួបបទពិសោធន៍ត្រូវតែញញឹមទទួលយកឲ្យដោះស្រាយចាជឿជាក់ថាយើងអាចល្អដោះស្រាយទៅដោយរលូនបញ្ហាណាដែលដោះបានយើងអាចដោះបញ្ហាណាដែលដោះផ្ទាល់បានយើងឲ្យចក្រវាលចាត់ចែងគ្រប់យ៉ាងពេលវេលាជាអ្នកដោះស្រាយចាគ្រប់យ៉ាងវានឹងទៅដោយរលូនគ្រប់យ៉ាងនឹងល្អឡើងឲ្យតែយើងមានភាពជឿជាក់នៅលើគោលដៅជឿជាក់នៅលើចក្រវាលជឿជាក់លើខ្លួនឯងចាការពិតបងប្អូនយើងម្នាក់គឺមានសេចក្តីល្អមានសេចក្តីបណ្ដុះនៃចិត្តបរិសុទ្ធមានសេចក្តីស្រឡាញ់តែដោយសារយើងអត់ស្គាល់ពីខ្លួនឯងយើងអត់ដឹងថាគោលដៅយើងបែបណាអត់ដឹងថាយើងជាមនុស្សបែបណាអត់ស្គាល់ខ្លួនឯងច្បាស់ចឹងពេលដែលបងប្អូនមកស្គាល់ខ្លួនឯងច្បាស់បងប្អូននឹងឃើញពីគោលដៅរបស់បងប្អូនឃើញពីសេចក្តីប្រាថ្នារបស់បងប្អូនចាអរគុណបងប្អូនអរគ្នាបំណងល្អពីខ្ញុំគុណធា